Ok ngàyនេះថ្ងៃ final ទេតកតងជាមួយនឹងការធ្វើ cocktail ថ្មីមួយមុខដែលហៅថា signature cocktail ហើយគ្រឿងផ្សំយើងនៅលើតុ cocktail table ហើយជាមួយនឹង cocktail chair ហើយខាងនេះយើងមាន flavor syrup ខាងនេះ liquor ខាងនេះគ្រឿងផ្សំតិចទៀតខ្ញុំនឹងបញ្យល់បងទាំងអស់អញ្ចឹងណាបងទៅជាវីដេអូ history ឲ្យបងអាចទុកមើលឲ្យក្រោយបានហើយខាងនេះ condiment តកតងជាមួយនឹងគ្រឿង seasoning សម្រាប់ cocktail អញ្ចឹងណាអូខេហើយសម្រាប់ top up យើងមាន Coca Cola ហើយជាមួយនឹង soda ហើយតិចទៀតខ្ញុំនឹង demonstrate ទៅកាន់បងអញ្ចឹងណាហើយខាងនេះគឺ glassware បាទអញ្ចឹង glassware មុននឹងបង្កើត cocktail មួយមុខគឺយើងត្រូវដឹងទូនាទីតកតងជាមួយនឹងចំណុះនៃកែវហើយឈ្មោះអីធ្វើដោយរបៀបណាយើងប្រើ flavor បែបណាយើង mix color បែបណាដើម្បីឲ្យយើងតរសជាតិមួយដែលយើងចង់បានអញ្ចឹងណាឲ្យវាស៊ីមេត្រីភាពមួយគ្នាអានេះគឺ bar tour របស់យើងហើយខាងនេះយើង focus ទៅលើគ្រឿងខ្មែរអញ្ចឹងគ្រឿងខ្មែរយើងមានដូចជាក្រូចសើចស្លឹកក្រូចសើចបាទយើងមានម្ទេសយើងមានទឹកសក់បាទហើយយើងមានក្រូចឆ្មាក្នុងហ្នឹងក៏ខ្ញុំដាក់ add on ពងមាន់2គ្រាប់ដែរអញ្ចឹងយើងធ្លាប់រៀនហើយថាភេសជ្ជៈ cocktail ដែលយើងប្លុកមួយ HY យើងគួរធ្វើបែបណាណាហើយសម្រាប់យ៉ាងនេះយើងមាន dry apple បាទហើយគ្រឿងស្ងោរជ្រក់បាទអញ្ចឹងសម្រាប់នេះសិតតែទន្ទិញមកពីផ្សារទាំងអស់ទេបាទមានម្ទេសមានអីក៏យើងអាចច្នៃបានដែរបាទហើយខាងនេះគឺទឹកខ្មេះប៉មណាបាទអញ្ចឹងទឹកខ្មេះប៉មយើងអាចយកមកធ្វើcocktail បានដូចនេះតិចទៀតខ្ញុំនឹងបញ្យល់បងជាក់ស្ដែងណាហើយនេះគឺ dry slide សម្រាប់ក្រូចឆ្មាណាយើងអាចយកកន្សឹបនឹងបានហើយម្នាស់អញ្ចឹងខាងនេះគឺតកតមួយនឹងការ liquor បាទជាប្រភេទស្រាដែល add ស្ករចូលហើយជាមួយនឹងមានរសជាតិផ្លែឈើផ្សេងៗអញ្ចឹងណាហើយនេះគឺជា juice យើងមាន pineapple ជា juice យើងមាន citrus យើងមាន blue currant យើងមាន liquor cherry brandy ហើយសម្រាប់មាន syrup រសជាតិជីងកាមបាទហើយ organic syrup នេះគឺរសជាតិ almond ហើយ grenadine ណាផ្លែកន្ទឹមនិងគេហៅថា pomegranate ហើយនិង cranberry បាទអញ្ចឹងយើងពីរមុខលេចូលគ្នាអញ្ចឹងហើយមកលើនេះបងចង់ add on ទៅលើពពួក aperitif បាទ aperitif យើងមានមួយ choice សម្រាប់បងទេអានេះគឺស្ថិតក្នុង liquor ដូចគ្នាដែរយើងមាន barley ហើយជាមួយនឹង kalu បាទអញ្ចឹង sugar syrup នៅខាងនេះបាទអញ្ចឹងយើងនឹងធ្វើការបង្កើត cocktail ថ្មីមួយពេលដែលបងយល់ហើយយើង understand ទាំងអស់គ្នាយើងចាប់ផ្ដើមក្លុកតាក់ទងជាមួយនឹង frozen margarita ដែលខ្ញុំ add on ទៅលើបងមកឈុតអញ្ចឹង